ចាសួស្តីមកទាំងអស់គ្នាថ្ងៃនេះមកបង្ហាញពីរបៀបធ្វើសាច់មាន់ teriyaki ហើយទៅគេជាទូទៅគេដាក់សាច់ប្រទេសវាក៏មួយយ៉ាងដែរប៉ុន្តែដោយសារកូនខ្ញុំទៅខ្ញុំកាត់ឲ្យហើយអញ្ចឹងណានិយាយទៅយើងកាត់យកសាច់តាគៀកមាន់ណាយើងយកមកចៀនប្រែទៅប្រែមកវាក្រៀមទាំងសងខាងព្រោះឥឡូវដាក់ខ្ទឹមសឆាបន្តិចខ្ញុំដាក់សាច់មាន់ចូលទៅហើយយើងចៀននៅក្រៀមសងខាងដូចម៉ាក់ឃើញអញ្ចឹងទៅចៀនតរៀងក្រហមសងខាងមិនក្រៀមខ្លាំងទេមិនល្មមកុំឲ្យវាដូចថានៅស្រស់ពេកអញ្ចឹងខ្ញុំដាក់ខ្ទឹមប្រាំងចូលទៅឆាបន្ទាប់ហើយយើងចាក់សស teriyaki ចូលសម្រាប់សសនេះខ្ញុំធ្វើវីដេអូបង្ហាញជូនម៉ាក់បន្ថែមទៀតអញ្ចឹងណាសម្រាប់សសហ្នឹងគឺយើងមានទឹកស៊ីអ៊ីវមានភេងល្ងជាមួយនឹងល្ងសយើងលីងឲ្យឈ្ងុយហ្នឹងហើយជាមួយនឹងស្ករត្នោតហើយនឹងទឹកខ្មេះប៉របស់ជប៉ុនណានិយាយទៅប្រហែលនៃការលាខ្ញុំនឹងធ្វើវីដេអូមួយទៀតចាំម៉ាក់តាមវីដេអូរបស់ខ្ញុំណាហើយយើងឆាដាក់ទឹកនឹងចូលហើយយើងដាក់ល្ងវាបន្តិចដើម្បីឲ្យសោះហ្នឹងវាចូលជាមួយសាច់មាន់ឲ្យឃើញរាងក្រហមជាឲ្យទឹកវារៀងដាច់ទឹកបន្តិចយើងដាក់ស្លឹកខ្ទឹមចូលទៅរួចហើយយើងឆាត្រឡប់មកត្រឡប់ពីដើម្បីឲ្យសពខ្ទឹមប្រាំងចូលជាមួយនឹងទឹកសោះហើយនឹងសាច់មាន់យើងចូលជាការស្រេចអរគុណច្រើន